แนะนำเปรีរដ្ឋាភិបាលបានបញ្ជាក់ឲ្យដឹងថាកម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយឯកឧត្តមម៉ែនបូណាប្រធានអង្គភិបអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តស្ថានភាពព្រំដែនកម្ពុជាថៃនាព្រឹកថ្ងៃទី2ខែមករាឆ្នាំ2026បានបញ្ជាក់ជូនសាធារណជនឡើងវិញអំពីស្ថានភាពដែលបាននឹងកំពុងវិវត្តព្រមទាំងការងារដែលភាគីទាំងពីរកម្ពុជាថៃបានព្រមព្រៀងគ្នាហើយត្រូវអនុវត្តដើម្បីដោះស្រាយបញ្ហាដែលកំពុងតែប្រឈមមុខនាពេលនេះដោយឯកឧត្តមបានរំលឹកអំពីខ្លឹមសារនៃសេចក្តីប្រកាសរួមនាកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC រវាងកម្ពុជានិងថៃចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដោយសង្កត់ធ្ងន់នៅត្រង់ចំណុចទី3ដែលបានចែងថាភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនធ្វើឲ្យប៉ះពាល់ទៅដល់ការខ័ណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះឡើយឯកឧត្តមម៉ែនបូណាមានប្រសាសន៍ថាបញ្ហាខាងលើនេះភាគីទាំងពីរបានឯកភាពគ្នាប្រគល់ទូនីតិឲ្យទៅគណៈកម្មាធិការចម្រុះព្រំដែនក្នុងការបន្តការអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនដោយភាគីទាំងពីរបានឯកភាពគ្នាថានឹងប្រើប្រាស់នូវយន្តការដែលមានស្រាប់នៃគណៈកម្មាធិការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែងដែលរាប់បញ្ចូលទាំងសុវត្ថិភាពពីការជន់មីនឯកឧត្តមបានបន្តថាភាគីទាំងពីរបានឯកភាពគ្នាគណៈកម្មាធិការចម្រុះកិច្ចការព្រំដែននឹងផ្ដល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខណ្ឌសីមាព្រំដែននៅតាមតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅនេះគឺជាខ្លឹមសារដែលបានចែងនៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយភាគីទាំងពីរកំពុងអនុវត្តតាមរយៈបទឈប់បាញ់ដែលបានឯកភាពគ្នានាពេលនេះឯកឧត្តមម៉ែនបូណាបានថ្លែងថាបើយើងងាកមកមើលពីចំហរបស់កម្ពុជាវិញគឺកម្ពុជាប្រកាសចំហដ៏ម៉ឺងម៉ាត់ក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជាថៃដែលបានបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនកម្ពុជាថៃដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មាធិការបោះបង្គោលព្រំដែនសៀមព្រមទាំងកិច្ចព្រមព្រៀងរួមទៅនឹងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកដោយឯកឧត្តមប៉ែនបូណាបានគូបញ្ជាក់ថាកម្ពុជាមិនទទួលស្គាល់នឹងការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយហើយចំពោះសកម្មភាពណាដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមនៅថ្ងៃទី27ខែធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ត្រូវបានចាត់ទុកថាជាសកម្មភាពដែលខុសច្បាប់និងរំលោភបំពានលើកិច្ចព្រមព្រៀងបទចុះបាញ់ក្នុងឱកាសនេះឯកឧត្តមម៉ែនបូណាបានបញ្ជាក់ជូនជនរួមជាតិអំពីអ្វីដែលយើងបានឃើញនៅកន្លែងមួយចំនួនតាមព្រំដែនគឺមិនមែនជាការកំណត់ព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃនោះទេសូមឲ្យបងប្អូនយើងច្បាស់នៅត្រង់កន្លែងនេះនិងសូមរងចាំក្រុមការងារប្រទេសទាំងពីរចុះវាស់វែងសិននោះទើបយើងអាចកំណត់ខ្សែបន្តព្រំដែនអន្តរជាតិពិតប្រាកដរវាងប្រទេសទាំងពីរបានដូច្នេះសូមបងប្អូនជនរួមជាតិកុំយល់ច្រឡំត្រង់ចំណុចនេះនិងស្ងប់ចិត្តដែលរងចាំរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះអត្ថបទព័ត៌មាននេះគឺដកស្រង់ចេញពីពេកសារព័ត៌មានខ្មែរឡូតនាងខ្ញុំក៏សូមពំនាំនៅសាច់រឿងនេះយកមកជម្រាបជូនលោកអ្នកត្រឹមប៉ុណ្ណេះរាល់ការកត់ឆ្កងដែលកើតមានក៏សូមអភ័យទោសជួបគ្នាជាមួយនឹងបងប្អូននៅព័ត៌មានក្រោយ